ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Step Tarot Card and Beer សម្រាប់វីដេអូរបស់ខ្ញុំគឺមើលជាទូទៅជូនបងប្អូនដែលអស់ចាំវីដេអូរបស់ខ្ញុំដោយចៃដន្យប្រសិនបើត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាសូមយកទៅក្នុងចិត្តចាស់ប៉ុន្តែប្រសិនបើមិនត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាទេសូមអស់រំលងវីដេអូខ្ញុំចាស់ណាខ្ញុំសូមអធិស្ឋានបងប្អូនទុកជាមុនផងប្រសិនបើវីដេអូរបស់ខ្ញុំមានសំឡេងរំខានខ្ញុំបានសន្យាជាមួយបងប្អូនទាំងអស់គ្នាជារឿយៗថានឹងធ្វើវីដេអូចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់លេងកម្សាន្តប៉ុន្តែខ្ញុំបែរជាមិនអាចធ្វើបានដោយសារតែជាប់រវល់ជាមួយនឹងការងារផ្ទាល់ខ្លួនច្រើនប៉ុន្តែខ្ញុំនៅតែព្យាយាមធ្វើវីដេអូចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់លេងកម្សាន្តណាដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបន្តធ្វើវីដេអូចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់លេងកម្សាន្តជាបន្តទៀតសូមបងប្អូនទាំងអស់គ្នាជួយចុច follow account TikTok ក៏ដូចជាចុច subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងណាខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាទុកជាមុនសម្រាប់សំណួររបស់យើងគឺចង់សួរថាតើមានរឿងអ្វីខ្លះដែលយើងគួរតែប្រុងប្រយ័ត្ននៅក្នុងខែ12នេះសម្រាប់សន្លឹកកាតគឺខ្ញុំបានដោះរួចរាល់ហើយបងប្អូនទាំងអស់គ្នាយើងទទួលបានសន្លឹកកាតចំនួន4សន្លឹកតែសន្លឹកកាតទាំង4នេះមានអត្ថន័យបែបណាចង់ណែនាំទៅកាន់អ្នកដែលចូលមកមើលវីដេអូមួយនេះសម្រាប់សន្លឹកកាតទី1គឺយើងទទួលបានសន្លឹកកាត Eight of Cups សន្លឹកកាតទី2គឺ Justin សន្លឹកកាតទី3គឺ The Hangman និងសន្លឹកកាតចុងក្រោយគឺ Ten of Pentacles តើសន្លឹកកាតទាំង4នេះមានអត្ថន័យបែបណាចង់ណែនាំទៅកាន់បងប្អូនទាំងអស់គ្នាដែលយើងគួរតែប្រុងប្រយ័ត្ននៅក្នុងខែ12នេះបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលចូលមកមើលវីដេអូខ្ញុំនេះគឺភាគច្រើនជាមនុស្សស្រីហើយភាគច្រើនក៏ជាមនុស្សស្រីដែលមានសម្បល់ស្បែកបាយដែរមិនសពេកមិនខ្មៅពេកហើយភាគច្រើនក៏មានរាងសាឡូនដែរលក្ខណៈថាមិនធាត់មិនស្គមមកស្អាតមើលទៅសមរម្យហើយភាគច្រើនក៏ជាអ្នកដែលធ្វើការធនាគារដែរបើមិនជាអ្នកជាមនុស្សស្រីសន្លឹកកាតគឺបង្ហាញបែបនេះជាពិសេសសន្លឹកកាតដែល Justin នេះគឺជាសន្លឹកកាតដែលតំណាងឲ្យតុលាការយុត្តិធម៌ហើយក៏ធ្វើការខាងច្បាប់បងប្អូនខ្លះបើមិនជាអ្នកចូលមកមើលវីដេអូនេះជាមនុស្សប្រុសភាគច្រើនគឺអ្នកធ្វើការពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ហើយជាមនុស្សដែលមានរបៀបមានវិន័យមានភាពស្មោះត្រង់ចំពោះមុខរបរខ្លួនឯងហើយក៏តំណាងឲ្យអ្នកដែលធ្វើការជាមួយនឹងលេខឬក៏បញ្ជីស្នាមដែរបើមិនបានអ្នកជាមនុស្សស្រីដែលចូលមកមើលវីដេអូនេះភាគច្រើនគឺធ្វើការជាមួយនឹងបញ្ជីស្នាមឬក៏ជាអ្នកធ្វើការនៅក្នុងធនាគារអញ្ចឹងដែរឬក៏ជាអ្នកចាត់ការទូទៅហើយអាចជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនឬក៏ស្ថាប័នមួយឬក៏នៅក្នុងកន្លែងការងារណាមួយដែលតួនាទីរបស់អ្នកគឺជាអ្នកគ្រប់គ្រងឬក៏អ្នកចាត់ការទូទៅសម្រាប់សន្លឹកកាតKnight of Pentaclesសន្លឹកកាតដែលមានមនុស្សស្រីឈរមានកាក់មានរូបសត្វនេះគឺជាសន្លឹកកាតដែលតំណាងមនុស្សស្រីដែលមានរសនិយមខ្ពស់ដែរហើយក៏ជាមនុស្សស្រីដែលមានលុយកាក់ដែរហើយចំពោះការរស់នៅរបស់គាត់វិញគឺរស់នៅសុខសប្បាយឬក៏ចូលចិត្តភាពរីករាយហើយពូកែតែងខ្លួនណាបងប្អូនស្រីខ្លះគឺគាត់ចូលចិត្តភាពស្អាតតែម្ដងជាទូទៅហើយមនុស្សស្រីគឺស្រឡាញ់ភាពស្អាតហើយមិនត្រឹមតែស្រឡាញ់ភាពស្អាតទេគាត់ជាមនុស្សស្រីដែលស្អាតផងដែរស្អាតពីកំណើតហើយអ្នកខ្លះក៏កើតមកនៅក្នុងគ្រួសារមួយដែលធូរធារដែរហើយក៏មានលុយមានកាក់ដែរសម្រាប់បងប្អូនខ្លះប៉ុន្តែជីវិតគឺរឿងឯកាបន្តិចបងប្អូនទាំងអស់គ្នាសម្រាប់សន្លឹកកាត Eight of Cups នេះសន្លឹកកាតតែមានរូបពេញហើយមានមនុស្សដើរចេញបែរខ្នងនេះគឺជាសន្លឹកកាតដែលបងប្អូនគួរតែប្រុងប្រយ័ត្នដែរពីព្រោះសន្លឹកកាតនេះគឺតំណាងឲ្យការបោះបង់ចោលតំណាងឲ្យការដើរចេញការខកចិត្តកន្លែងណាមួយហើយបញ្ហាត្រូវបានបញ្ចប់រួចរាល់ហើយក៏ដល់ពេលដែលត្រូវបន្តទៅមុខទៀតដែរហើយសន្លឹកកាតនេះក៏បង្ហាញថាម្ចាស់សន្លឹកកាតគឺមានអារម្មណ៍ឯកាឬក៏មានភាពឯកាហើយពាក់ព័ន្ធជាមួយនឹងសន្លឹកកាតនេះគឺនៅក្នុងខែ12នេះបងប្អូនគួរតែប្រយ័ត្នប្រយែងជាមួយនឹងពាក្យសម្ដីហើយក៏អាចនឹងមានចំនួនទាស់តែងជាមួយនឹងបុគ្គលជុំវិញឬក៏មិត្តរួមការងារដែរហើយក៏ជាពេលដែលយីអូនរបស់យើងមិនល្អដែរហើយទោះបីជាយើងត្រូវក៏ដោយប៉ុន្តែបើសិនបើមានរឿងណាមួយដែលប្រកែកគឺយើងប្រកែកអត់ឈ្នះគេទេអញ្ចឹងយើងគួរតែប្រយ័ត្នប្រយែងជាមួយនឹងពាក្យសម្ដីនៅពេលដែលយើងដឹងមុនយើងអាចប្រយ័ត្នប្រយែងជាមួយនឹងពាក្យសម្ដីយើងបងប្អូនទាំងអស់គ្នាហើយពាក់ព័ន្ធជាមួយនឹងការទាស់តែងនេះដែរគឺអាចចរចាគ្នាដោយសន្តិវិធីអញ្ចឹងទាមទារឲ្យបងប្អូនទាំងអស់គ្នាប្រយ័ត្នប្រយែងជាមួយនឹងពាក្យសម្ដីរបស់យើងបន្តិចណានៅក្នុងខែ12នេះហើយចំពោះរឿងល្អវិញគឺបងប្អូនទាំងអស់គ្នាមានគម្រោងចាក់ចេញពីកន្លែងការងារចាស់ឬក៏កន្លែងដែលមានបញ្ហាអាចបងប្អូនខ្លះទ្រាំធ្វើការនៅកន្លែងការងារចាស់ឬក៏កន្លែងដែលយើងកំពុងធ្វើនេះអាចត្រឹមតែខែ12នេះទេនៅឆ្នាំ2026ឬក៏ដើមឆ្នាំ2026បងប្អូនទាំងអស់គ្នាមានគម្រោងផ្លាស់ប្ដូរការងារទៅកន្លែងថ្មីរូបមនុស្សដើរបែរខ្នងនេះគឺដំណើរឲ្យការចាក់ចេញដំណើរឲ្យការផ្លាស់ទីអញ្ចឹងបងប្អូនខ្លះដែលចូលមកមើលវីដេអូនេះគឺមានគម្រោងចាក់ចេញពីកន្លែងការងារចាស់ទៅរកកន្លែងការងារថ្មីនៅក្នុងខែ12ឬក៏ឆ្នាំក្រោយដល់ឆ្នាំ2026តែម្ដងយូរបំផុតគឺឆ្នាំក្រោយ2026ណាបងប្អូនទាំងអស់គ្នាមានគម្រោងចាក់ចេញពីកន្លែងការងារចាស់ទៅរកកន្លែងការងារថ្មីហើយភាពអស់សង្ឃឹមក៏ត្រូវបានរលត់បាត់អស់ដែរហើយអ្នកនឹងក្លាយជាមនុស្សថ្មីហើយក៏ជាមនុស្សដែលនិយាយចេះគិតមុខគិតក្រោយផងដែរហើយក៏ចេះប្រយ័ត្នប្រយែងផងដែរសម្រាប់សន្លឹកកាតដែល Justin នេះពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់បងប្អូនទាំងអស់គ្នាមានចំណូលល្អហើយលុយកាក់គឺចូលមកជាហូរហែទេហើយអាចមានការចោះកិច្ចកងត្រាបានលុយដែរសម្រាប់ខែ12នេះសម្រាប់បងប្អូនមួយចំនួនហើយមានបងប្អូនបបួលចោះទុនរកស៊ីឬក៏មានភាពរីកចម្រើនបានផលចំណេញជាទីគាត់ចិត្តដែរសម្រាប់វាពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ប៉ុន្តែរឿងមិនល្អតែបងប្អូនគួរប្រយ័ត្នជាមួយនឹងសន្លឹកកាតដែល Justin នេះគឺបងប្អូនខ្លះអាចនឹងមានរឿងក្តីក្តាមមិនទទួលបានភាពយុត្តិធម៌ហើយអាចមានលិខិតសន្យាពីអតីតកាលត្រូវបានជីកកកាយឡើងវិញឬក៏រឿងក្តីក្តាមពីអតីតកាលដែលមិនទាន់បានដោះស្រាយនោះគឺត្រូវបាន
បើកកាយឡើងវិញបងប្អូនហើយមានបញ្ហាជាមួយមនុស្សដែលធ្វើការពាក់ព័ន្ធជាមួយនឹងបញ្ជីដែរឬក៏បងប្អូនខ្លះត្រូវបានគេប្តឹងដែរពាក់ព័ន្ធជាមួយនឹងបងប្អូនដែលមានរឿងក្តីពាក់ព័ន្ធជាមួយនឹងបណ្ដឹងអញ្ចឹងចូលប្រចាំទីបងប្អូនទាំងអស់គ្នាពីព្រោះសន្លឹកការដែល Justin នេះបង្ហាញពាក់ព័ន្ធជាមួយនឹងរឿងក្តីក្តាំដែលបងប្អូនគួរតែប្រុងប្រយ័ត្នតែបើសិនបើបងប្អូនខ្លះមានរឿងក្តីក្តាំពីអតីតកាលដែលមិនទាន់បានដោះស្រាយរួចរាល់អាចនឹងខែ12នេះគឺអាចនឹងពាក់ព័ន្ធជាមួយនឹងរឿងក្តីក្តាំទៀតហើយត្រូវជួបប្រឈមដោះស្រាយទៀតហើយបងប្អូនទាំងអស់គ្នាអញ្ចឹងគួរតែប្រយ័ត្នណាឬក៏រកដំណោះស្រាយទុកមុនណាបងប្អូនទាំងអស់គ្នាសន្លឹកការដែល Justin នេះផងដែរពាក់ព័ន្ធជាមួយនឹងរឿងស្នេហាបងប្អូនខ្លះក៏មានភាពសោកអង្គុយដាក់គ្នាដែរហើយសម្រាប់ខែ12នេះពាក់ព័ន្ធមួយរឿងស្នេហាកំពុងតែមានការពិចារណាហើយសម្រាប់ដៃគូទាំងសងខាងអាចនឹងមានជំរឿច្រើនឬក៏មានជំរឿដែលត្រូវរើសប៉ុន្តែសម្រាប់អ្នកដែលអត់មានស្នេហាឬក៏អត់ទាន់មានគូអត់ទាន់ជួបគូគឺអាចជួបគូស្នេហ៍ជាមួយនឹងអ្នកដែលធ្វើការខាងផ្នែកច្បាប់ឬក៏អ្នកធ្វើការខាងរដ្ឋបាលបងប្អូនទាំងអស់គ្នាសម្រាប់សន្លឹកការ The Hangman នេះក៏ជាសន្លឹកការដែលបងប្អូនគួរតែប្រុងប្រយ័ត្នដែរនៅក្នុងខែ12នេះពីព្រោះសន្លឹកការ The Hangman ដែលមានរូបមនុស្សបញ្ច្រាស់នេះគឺជាសន្លឹកការដែលតំណាងឲ្យមនុស្សដែលពាក់ព័ន្ធទៅនឹងរឿងពិធីកម្មក៏ជាអបិយជំនឿដែរហើយពាក់ព័ន្ធជាមួយនឹងរឿងមិនល្អដែលបងប្អូនគួរតែប្រុងប្រយ័ត្នគឺប្រុងប្រយ័ត្នពាក់ព័ន្ធជាមួយនឹងត្រូវគេធ្វើអំពើដាក់ឬក៏មានដួងព្រលឹងកូនក្មេងតាមទាកម្មហើយបងប្អូននៅក្នុងខែ12នេះគឺមិនគួរទៅចូលរួមពិធីបុណ្យសពឬក៏ទៅព្រៃខ្មោចទេហើយបងប្អូនមានសុខភាពមិនល្អទេនៅក្នុងខែ12នេះគឺគួរតែប្រយ័ត្នដែរពាក់ព័ន្ធជាមួយនឹងការឈឺមួយកំណាត់ក្រោមហើយបើសិនបើបងប្អូនរកស៊ីខុសច្បាប់ក៏គួរតែប្រយ័ត្នដែរពីព្រោះនៅក្នុងសន្លឹកការគេបង្ហាញគេបានប្រាប់យើងដែរពាក់ព័ន្ធជាមួយនឹងអាជីពខុសច្បាប់គឺយើងគួរតែប្រយ័ត្នដែរនៅក្នុងខែ12ហ្នឹងបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំអានទៅតាមសន្លឹកការទេណាហើយចំណាំផងដែរម្ចាស់សន្លឹកការនេះគឺអាចមានបញ្ហាលុយកាក់ឬក៏រាសីដាក់ឬក៏ធ្វើការអ្វីមិនបានសម្រេចទេនៅក្នុងខែ12នេះពាក់ព័ន្ធមួយសន្លឹកការ The Hangman ណាបើសិនបើបងប្អូនរកស៊ីឬក៏ប្រកបមុខរបរខុសច្បាប់គួរតែប្រុងប្រយ័ត្នដែរពាក់ព័ន្ធជាមួយនឹងរាសីដាក់ឬក៏ធ្វើអីមិនបានសម្រេចប៉ុន្តែបើប្រកបអាជីវកម្មសុចរិតទៀងត្រង់ទេបងប្អូនគ្រាន់តែប្រយ័ត្នជាមួយនឹងពាក្យសម្ដីទៅហើយពាក់ព័ន្ធជាមួយនឹងដៃគូជីវិតរបស់យើងនៅក្នុងខែ12នេះគឺអាចមានភាពរកាំរកោសជាមួយគ្នាជាញឹកញាប់ដែរហើយបងប្អូនអាចនឹងក្នុងខែ12គឺចេះតែឈឺក្បាលមិនឈប់ទេហើយបើភ្នែកវិញអាចនឹងស្វាងហើយកត្តាទាំងនេះអាចមកពីមានវិញ្ញាណក្មេងតាមដោយសារតែយើងធ្លាប់យកកូនចេញខ្ញុំមើលទៅតាមសន្លឹកការទេបងប្អូនទាំងអស់គ្នាឬក៏បងប្អូនធ្លាប់ជូនគេទៅកន្លែងយកកូនចេញបើសិនជាមានរឿងបែបនេះកើតឡើងឬក៏មានអារម្មណ៍ថាចេះតែមានវិញ្ញាណដើរតាមយើងគ្រប់ទីកន្លែងក៏មានអារម្មណ៍ថាមានអ្វីមួយយ៉ាងដើរតាមក៏សម្អោអីជាប់ខ្លួនអីយើងអាចទៅវត្តឧទ្ទិសកុសលដល់ក្មេងៗទាំងនោះទៅកុំឲ្យមកចងកម្មចងពៀនយើងទៀតណាហើយពាក់ព័ន្ធជាមួយនឹងត្រូវគេធ្វើអំពើអីបងប្អូនគួរតែប្រយ័ត្នដែរហើយបងប្អូនខ្លះក៏អាចមានគេប៉ុនប៉ងមិនល្អមកលើយើងដែរគួរតែប្រុងប្រយ័ត្នដែរណាមើលថែខ្លួនឯងឲ្យបានល្អណាបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាសម្រាប់សន្លឹកការនៃ Al Pentacle នេះក៏ជាសន្លឹកការដែលបងប្អូនគួរតែប្រុងប្រយ័ត្នដែរពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ធ្វើត្បិតតែបងប្អូនទាំងអស់គ្នាមានលុយកាក់ឬក៏មានចំណូលជាអចិន្ត្រៃយ៍ក៏ពិតមែនប៉ុន្តែបើសិនបើនៅក្នុងខែ12នេះបងប្អូនមានការបណ្ដាក់ទុនរកស៊ីជាមួយនឹងដៃគូអាជីវកម្មរបស់យើងគួរតែប្រុងប្រយ័ត្នជាមួយនឹងដៃគូអាជីវកម្មរបស់យើងបន្តិចដែរហើយពាក់ព័ន្ធមួយការចាយវាយអីក៏គួរតែប្រុងប្រយ័ត្នដែរពីព្រោះសន្លឹកការគេចង់ណែនាំពាក់ព័ន្ធជាមួយនឹងឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះការចាយវាយហើយបើសិនបើបងប្អូនជាមនុស្សស្រីវិញចូលប្រយ័ត្នជាមួយនឹងមនុស្សប្រុសដែលចូលមកបោករឿងលុយកាក់ដែរតាមរយៈស្នេហាមានន័យថាគេចូលមកក្នុងគោលបំណងសាងស្នេហាមនុស្សចេតនាប៉ុន្តែដើម្បីបោកប្រាស់ហើយសារគេមើលមកឃើញយើងជាមនុស្សស្រីអ្នកដែលមានលុយកាក់បងប្អូនឃើញរូបភាពមនុស្សស្រីហើយមានកាក់ជាច្រើននេះគឺគេមើលមកពីខាងក្រៅមកឬក៏មើលមកកាន់យើងគឺឃើញថាយើងជាមនុស្សដែលធូរធារមានលុយកាក់ហើយអ្នកខ្លះចូលមកគឺមិនមែនសាងមនុស្សចេតនាស្នេហាពិតប្រាកដទេគឺគេមានគម្រោងចង់បោកលុយកាក់យើងអញ្ចឹងបើសិនជាបងប្អូនជាមនុស្សស្រីហើយនៅលាវនៅក្នុងខែ12នេះបើសិនបើមានស្នេហាឬក៏មានបរិសុទ្ធណាម្នាក់ចូលមកសាងមនុស្សចេតនាគួរតែប្រុងប្រយ័ត្នបន្តិចពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ណាយើងអាចមើលចិត្តគាត់បានក៏សាងមនុស្សចេតនាជាមួយគ្នាប៉ុន្តែគួរតែប្រយ័ត្នជាមួយនឹងរឿងលុយកាក់បើបងប្អូនដឹងមុនអញ្ចឹងយើងអាចត្រៀមខ្លួនទុកជាមុនហើយគួរតែប្រុងប្រយ័ត្នហើយបើសិនបើបងប្អូនរកស៊ីជាមួយមនុស្សស្រីជាអ្នកមានគឺមិនសូវមានភាពជោគជ័យទេនៅក្នុងខែ12នេះអាចនឹងមានភាពរាំងស្ទះពាក់ព័ន្ធជាមួយនឹងការងាររបស់យើងហើយពាក់ព័ន្ធជាមួយនឹងអារម្មណ៍អ្នកដែលបងប្អូនរកស៊ីជាមួយគឺគាត់មានអារម្មណ៍ប្រែប្រួលអញ្ចឹងរៀងពិបាករៀងស្មុគស្មាញបន្តិចនៅក្នុងខែ12នេះអញ្ចឹងរឿងដែលបងប្អូនគួរតែប្រុងប្រយ័ត្ននៅក្នុងខែ12នេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំមើលទៅតាមសន្លឹកការទេបងប្អូនទាំងអស់គ្នាប្រសិនបើត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាសូមយកទុកក្នុងចិត្តចាស់ប៉ុន្តែប្រសិនបើមិនត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាទេសូមអូសរំលងវីដេអូខ្ញុំចុះណាខ្ញុំសូមបញ្ចប់វីដេអូតែត្រឹមនេះជួបខ្ញុំនៅវីដេអូក្រោយទៀតអរគុណច្រើនជម្រាបលា